ទម្លាប់អាក្រក់របស់មនុស្សដែលមនុស្សបំបត្តិជោគជ័យគឺមនុស្សយករឿងអាក្រក់ជាច្រើនមកទុកនៅក្នុងខ្លួនបងអូនលះបង់វាបានខ្ញុំមិនអស្ចារ្យពេកទេនៅក្នុងជីវិតរបស់ខ្ញុំប៉ុន្តែខ្ញុំមិនទុករឿងអាក្រក់ច្រើននៅក្នុងខ្លួនពីណាដែលស្គាល់ខ្ញុំយូរនៅក្នុងនេះមានអ្នកស្គាល់ខ្ញុំមិនតិចទេមានខ្លះស្គាល់ខ្ញុំ10 20ឆ្នាំអ្នកណាមានអ្នកណាដែលឃើញខ្ញុំស្រវឹងអត់ដឹងខ្យល់អីលើអត់និយាយមានណាឃើញខ្ញុំជួបបរិយាមានណាខ្ញុំធ្វើអីខុសកំឡងខ្ញុំលះបង់អាក្រក់រឿងអាក្រក់ខ្ញុំមិនយកមកដាក់ក្បែរខ្លួនរបស់ខ្ញុំបងត្រូវតែលះបង់កុំបដ ாய் តាមមិត្តភក្តិកុំបដ ாய் តាមសង្គមអ្វីដែលមិនល្អបងត្រូវលះបង់ចោលហ៊ានលះបង់ដើរចេញពីវាគឺយើងចង់ចេះយើងចង់អីយើងត្រូវស្គាល់អ្នករៀនកែហ្នឹងអញ្ចឹងទោះបីការសេពគប់សំខាន់ណាស់បងពួកខ្ញុំត្រូវតែស្គាល់មនុស្សណាដែលមានបញ្ញាខ្ពស់ជាងខ្ញុំដែរបានខ្ញុំរៀនពីគេបានបើសិនជាបងអូនឆ្លាតបងអូនឯងត្រូវរកមើលទៅពីណាដែល mentor នៅជុំវិញខ្លួនអាសាជួបពីនេះទី2ខ្ញុំនិយាយពីឱកាសបទពិសោធន៍របស់ខ្ញុំស្វែងរកឱកាសតាមពិតឱកាសភាគច្រើនមនុស្សខ្ញុំឃើញតែជាទូទៅដែលមនុស្សធ្វើឲ្យយើងខ្លាចជាអ្នកក្រធ្វើជាខ្លាចជាមនុស្សដែលគ្មានការងារធ្វើគឺមនុស្សភាគច្រើនរងចាំឱកាសតាមពិតឱកាសអត់មាននៅលើអ្នកណាម្នាក់ក្រៅពីខ្លួនឯងគឺស្វែងរកដល់ខ្លួនឯងឱកាសហ្នឹងគឺបងអូនឯងបង្កើតដល់ខ្លួនឯងមកមនុស្សភាគច្រើនគេនិយាយថារងចាំឱកាសមិនងាយទេអត់កុំខំឲ្យសោះបងអូនត្រូវមើលខ្លួនឯងត្រូវថាភាពប៉ិនប្រសប់របស់ខ្លួនឯងនៅកន្លែងណានឹងហើយចំណុចខ្សោយមនុស្សនៅជុំវិញខ្លួននៅកន្លែងណាបងអូនអាចយកឈ្នះជាបានហ្នឹងហើយទីតាំងកន្លែងណាក៏ដោយបងអូនត្រូវគិតថា at least បងអូនត្រូវធ្វើស្អីមួយកិច្ចការស្អីមួយដែលគេធ្វើអត់កើតបើបងអូនចង់ជោគជ័យត្រូវចាំអញ្ចឹងរឿងសំខាន់មួយនេះខ្ញុំគិតថាមានបងអូនស្រីនៅក្នុងគ្រួសារខ្លួនឯងក៏ដោយសមាជិកគ្រប់ខ្លះជាមេគ្រួសារក៏ដោយកុំតอมខ្លួនពេកកុំនៅក្នុង in house ច្រើនពេកកុំនៅក្នុងផ្ទះច្រើនពេកបាទជាបទពិសោធន៍ខ្ញុំនៅគ្រប់សមាគមទាំងអស់ម៉ោងនេះអ្នកណាចេញក្រៅផ្ទះកាន់តែខ្លាំងនៅនឹងជោគជ័យមិនមែនចេញទៅផឹកស៊ីសំទួនអានឹងចេញទៅអត់ប្រយោជន៍យ៉ាងចេញចឹងហ្នឹងបាទចេញទៅរៀនសូត្រគឺយើងខ្ញុំសរសើរម៉ោងនេះថ្ងៃនេះថ្ងៃសៅរ៍អាទិត្យយើងសុខចិត្តមកស្ដាប់វាគ្មិនដែលប្រកែប្រធានបទដែលល្អបើម៉ោងឲ្យតែថ្ងៃសៅរ៍ថ្ងៃអាទិត្យមកទោះអានឹងតែនិយាយទៅប៉ះពាល់ឲ្យតែថ្ងៃសិតដឹងតែមន់ដុតពួតស្ងោនឹងខ្ញុំជឿថាมันអាចទៅមិនរួចទេมันអាចទៅបានឆ្ងាយរួចទេទោះបីតែខ្លួនឯងជាតកូលគ្រួសារអ្នកមានក៏ដោយតែម៉ោងនេះគឺម៉ោង challenge ខ្លាំងហើយខ្ញុំធ្លាប់ចូលច្រើននៅក្នុងសិក្ខាសាលាខ្ញុំឃើញវាគ្មិនខ្ញុំឃើញអ្នកចូលរួមបកែហ្នឹងខ្ញុំឃើញបាត់អស់ខ្លះហើយចុងក្រោយអ្នកនឹងសិតតែមានការងារធ្វើដែលខ្លាំងមុនដំបូងគាត់គ្រាន់តែជាអ្នកស្ដាប់ទេគាត់គ្រាន់ចូលរួមធម្មតាទេប៉ុន្តែខ្ញុំឃើញបាត់ហើយឃើញមកនេះមួយចំនួនហ្នឹងគាត់ទៅកាន់ស្ថាប័នធំបាត់ហើយហ្នឹងយើងឃើញហ្នឹងគាត់គ្រាន់តែចំណាយពេលចង់ចេះចង់ដឹងតាមរយៈសិក្ខាសាលាតាមរយៈការអប់រំក៏គាត់អាចខ្លាយទៅជាស្អីមួយបានដែរអញ្ចឹងទេខ្ញុំដាស់តឿនទៅដល់បងប្អូនថាពេលវេលាវាមានន័យណាស់ពេលវេលាវាសំខាន់ណាស់មនុស្សត្រូវការគិតខ្លាំងត្រូវការមានអំណត់ហើយមានការព្យាយាមខ្លាំងហើយបានខ្លាយជាអ្នកមានបានទោះបីយើងមិនខ្លាយទៅជាអ្នកមានកម្ពស់ក៏យើងអាចត្រឹមមកខ្លាយជាអ្នកមានគេថាមិនប្របាដែរអញ្ចឹងពាក្យថាមីគាខ្លាយទៅជាអ្នកមានខ្ញុំនៅក្នុងតកូលអាចថានៅក្នុងតកូលអាចនៅក្នុងចំណោមអ្នកដែលកំពុងតែមានលុយច្រើននឹងឯងខ្ញុំដឹងថាការងាររបស់គាត់ត្រូវធ្វើអីបាទមួយទៀតអ្នកមានហ៊ានជាងអ្នកក្រឆ្ងាយដឹងហ៊ានរឿងអីអ្នកមានត្រូវចាំថាអ្នកមានហ៊ានប្រហុយប្រថាននឹងការធ្វើជំនួញហ៊ានដាក់ទុនហ៊ានលះបង់ពេលវេលាខ្លាំងដែលមនុស្សធម្មតាគឺស្ដាយលុយខ្លាចហានិភ័យមិនមានមហិច្ឆតាទេអញ្ចឹងមាគ៌ារបស់អ្នកមាននិងអ្នកក្របើខ្ញុំធ្វើការប្រៀបធៀបខ្ញុំនិយាយពិតអញ្ចឹងខ្ញុំមិនឲ្យអ្នកក្រខុសទេប៉ុន្តែយើងត្រូវយល់ថារឿងពិតគឺផលមនុស្សគឺវាអញ្ចឹងអ្នកមានខ្លះមានលុយខ្ញុំមិនហ៊ាននិយាយឈ្មោះគេយើងក៏មិននិយាយអាក្រក់ពីគេដែរតែយើងក៏និយាយឈ្មោះក៏មាន10 billion ជឿថាគាត់ធ្វើការដល់ម៉ោងប៉ុន្មានធ្វើការម៉ោងដែលគាត់ធ្វើតិចបំផុតគឺម៉ោង2យប់ម៉ោង2យប់គាត់ធ្វើតិចបំផុតถึงម៉ោង2យប់យើងទាំងអស់គ្នាយប់ឡើងយើងធ្វើការដល់ម៉ោងប៉ុន្មានបើតែយើងមិនទាន់ទៅជាអ្នកមានខ្លះទៅជាអ្នកមានតែយើងធ្វើការដល់ម៉ោងប៉ុន្មានភាពស្មោះត្រង់វាអាចធ្វើឲ្យយើងខ្លាចជាថ្នាក់ដឹកនាំភាពស្មោះត្រង់អាចឲ្យយើងខ្លាចទៅជាមហាសេដ្ឋីបាន
មនុស្សតែកាលណាគ្មានគុណធម៌គ្មានភាពស្មោះត្រង់កំថាឡើយយើងជាមេគេកំថាឡើយយើងជាបុគ្គលិកគេផ្លូវមិនវែងទេផ្លូវមិនវែងហើយដល់ម៉ោងនេះយើងដឹងថាម៉ោងនេះគឺដល់ម៉ោងធ្វើអីម៉ោងនេះគឺម៉ោងដាច់ខាតត្រូវតែធ្វើល្អអ្វីដែលខ្ញុំចង់បានមិនមែនជាអ្នកដៃគូដែលមានទុនទេតែពិតខ្ញុំចង់បានទុនមិនមែនចង់បានក៏ប៉ុន្តែម៉ោងនេះខ្ញុំត្រូវការធនធានមនុស្សខ្ញុំត្រូវការមនុស្សដែលមានចំណេះវិជ្ជាហើយមាន commitment ប្រាជ្ញាចិត្តហ្នឹងហើយរឿងលុយគឺមកតាមក្រោយទេបើសិនជាយើងរួមគ្នាគិតយើងចងជាក្រុមយើងរួមគ្នាធ្វើណាចំនួននឹងជោគជ័យគ្មានអ្នកណាមកដាក់ទុនជាមួយយើងទេហ្នឹងហើយប៉ុន្តែកន្លែងខ្លះគាត់តែងតែយកលុយមកនិយាយយកលុយមកទិញមនុស្សយកលុយមកបង្កើតក្រុមហ៊ុនយកលុយមកធ្វើអ្វីតាមតែខ្លួនឯងនឹកឃើញខ្ញុំជឿថាស្មាទោះបើគាត់ធ្វើបានជោគជ័យខ្ញុំសូមសរសើរក៏ប៉ុន្តែប្រហែលជាទិញបេះដូងមនុស្សមិនបានទេបើយើងនិយាយពីខាងដើមសម្បីតែយើងមានលុយជួលគេចង្កាច់យើងយកបានផងមែនទេអញ្ចឹងបានន័យថា leadership វាសំខាន់ដែរហើយបើកឱកាសឲ្យមនុស្សខ្លាយទៅជាអ្នកមានក៏វានៅលើវាសនារបស់យើងម្នាក់ដែរតោះតែយើងប្រឹងខ្លួនយើងអញ្ចឹងបានវាគ្មិនយើងខាងដើមលោកគ្រូកំអឿនលោកគ្រូហៅចាស់ថាហ្នឹងគឺខ្លួនយើងជួយខ្លួនយើងហ្នឹងគឺគ្មានអ្នកណាជួយក្រៅពីខ្លួនយើងទេគុណវត្តគុណធម៌ចំណេះដឹងឱកាសហ្នឹងគឺវានៅតែលើខ្លួនយើងនឹងឯងគ្រាន់តែមនុស្សម្នាក់មានតែសមត្ថភាពល្មមមានភាពស្មោះត្រង់បងអូនអាចមានអនាគតបាត់ហើយជឿខ្ញុំជាអ្នកដឹកនាំម្នាក់អ្នកមានពីជំនាន់មុននិងអ្នកមានជំនាន់នេះគឺខុសគ្នាបាទខុសគ្នាពីដើមប៉ុន្តែយើងនិយាយទៅនៅក្នុងសង្គមកម្ពុជាយើងវាពិបាកយកក្នុងការឧទាហរណ៍ណាសំបីតែខ្ញុំសពថ្ងៃក៏ខ្ញុំធ្វើជំនួញក៏ខ្ញុំមាន pressure ទៅរឿងនឹងដែរព្រោះធម្មតានៅទីតាំងណាក៏ដោយគេប្រើគុណធម៌សិលធម៌សមត្ថភាពដើម្បីឲ្យខ្លាយទៅជាអ្នកមានហ្នឹងហើយអញ្ចឹងបើយើងមានគុណធម៌យើងមានក្រមសីលធម៌យើងមានសមត្ថភាពយើងចងក្រងគ្នាធ្វើអីក៏ខ្លាយទៅជាអ្នកមានដែរក៏ប៉ុន្តែនៅម៉ោងនេះគឺវាជាការលំបាកមួយដែរវាជាឱកាសមួយដែលលំបាកវាធ្វើឲ្យមនុស្សនឹងមើលទៅបាក់ទឹកចិត្តប៉ុន្តែយើងកុំមើលនៅក្នុងផ្លូវហ្នឹងយើងមើលម៉ោងនេះអ្នកដែលរស់ស៊ីកំពុងធ្វើ business plan ធ្វើអីណា human resource ធ្វើ system ធ្វើអីក៏បែបយ៉ាងរកទទួលទានចង់ងាប់ម្នាក់នោះមិនដឹងមកពីណាទិញដីតែ 5,000 តាតែលក់លើគេឲ្យ 5 លានវា pressure ទៅលើអ្នកដែលគិតហ្នឹងឯងបាទទៅលើហ្នឹងឯងបាទខ្លះខ្ញុំទៅកំពង់សោមសួរថាដីហ្នឹងការទិញប៉ុន្មានទិញបថុយការទិញនឹង 70000 ហ្នឹងហើយឥឡូវហ្នឹងអាចិនហ្នឹងមកឲ្យ 100,000 ខ្ជិលចង់និយាយរោជាមួយផងអានេះវាជាបញ្ហាដែរវាជាបញ្ហាសង្គមយើងវាដំណាក់កាលហ្នឹងតែសួរថាយើងបាក់ទឹកចិត្តទេបាទយើងបាក់ទឹកចិត្តទេបើគេទិញដី 70000 ហើយ 70000 ចំនួនខ្ញុំទិញឡានថ្មីចាស់បាត់ហើយនេះទិញឡានជិះឡើងថ្មីជ្រើងហ្នឹងឥឡូវហ្នឹងដីហ្នឹងថាចិនឲ្យ 100,000 អត់មើលលុយផងរឿងគឺវាអញ្ចឹងបញ្ហានៅក្នុងសង្គមគឺវារបត់ហ្នឹងអញ្ចឹងសង្គមកម្ពុជារបស់យើងអត់ត្រូវយកការប្រៀបធៀបរបៀបហ្នឹងបានទេបាទក៏ប៉ុន្តែម៉ោងនេះបងប្អូននេះទៅជឿខ្ញុំថាកិច្ចការងារជាច្រើនកំពុងតែរងចាំយើងហ្នឹងហើយដែលអាចយើងធ្វើការឲ្យខ្លាយទៅជាអ្នកមានមិនជាការលំបាកពេកទេកាលណាយើងគិតថាមនុស្សម្នាក់មានទ្រព្យច្រើនមានមាសប្រាក់ច្រើនមានលុយច្រើនជាអ្នកមានយើងធ្វើឲ្យរំលងទៅលើអ្នកដែលគ្នាបានរៀនសូត្រអ្នកមានតម្រេះវិជ្ជាអ្នកមានទេពកោសល្យខ្ពង់ខ្ពស់ក៏ជាអាសិតមួយអាចទុកជាទ្រព្យថាជាអ្នកមានបានដែរយើងកុំសម្លឹងឃើញតែមនុស្សមានប្រាក់យើងចាត់ទុកតែជាអ្នកមានយើងកុំគិតហ្នឹងហើយកលៈទេសៈម៉ោងនេះអ្នកខ្លះចេះតែភាសាចិនមួយមុខទេខ្ញុំសម្ភាសអ្នកចេះចិនម្នាក់អត់ទាំងមានសញ្ញាបត្រផងហ្នឹងគាត់ទីប្រាក់ខែចិត្ត $3,000 ជាបណ្ដាំបងប្អូនទោះបីថាយើងមិនតន់ខ្លាយទៅជាអ្នកមានឬមួយក៏អាចនៅទីនេះអាចរៀបចំនឹងខ្លាយខ្លួនទៅជាអ្នកមានក៏ដោយបងប្អូនត្រូវចាំថាលុយអំណាចមិនមែននាំសេចក្តីសុខមកដល់មនុស្សទេវាគ្មិនយើងខាងដើមបានលើកហើយអំពើល្អផុសមនុស្សភាពស្មោះត្រង់របស់មនុស្សសុចរិតផុសមនុស្សនាំឲ្យមនុស្សមានសេចក្តីសុខខ្ញុំអ្នកគ្រប់គ្រងបុគ្គលិកក្រុមហ៊ុនរាប់ពាន់នៅក្នុងការគ្រប់គ្រងលុយរាប់រយលានដុល្លារខ្ញុំស្គាល់របៀបជាអ្នកមានច្បាស់ហ្នឹងហើយអ្នកមានជឿខ្ញុំមួយម៉ាត់បើសិនជាសកម្មភាពរបស់យើងពាក្យពេចន៍ការប្រើយុទ្ធសាស្ត្ររបស់យើងមិនត្រឹមត្រូវយើងក៏ខ្លាចទៅជាជនមួយរងគ្រោះដល់ខ្លួនឯងហើយអ្នកដទៃក៏រងគ្រោះដែរ
បញ្ហាដែលរារាំងមិនឲ្យមនុស្សខ្លាចទៅជាអ្នកមានខ្ញុំសូមធ្វើការបកស្រាយបញ្ហានេះបន្តិចហើយក៏ជាមាគ៌ាមួយសម្រាប់បងប្អូនអាចធ្វើតាមដែរហ្នឹងតាមពិតយើងកើតនៅក្នុងស្ថាប័នមួយនៅក្នុងសង្គមមួយនៅក្នុងជាតិសាសន៍មួយដែលវប្បធម៌និងសាសនាបើកទូលាយសំណាងមួយបាត់ទៅហើយនៅក្នុងក្បាលមីក្រូយើងមិនចង់និយាយប៉ះពាល់ជាតិសាសន៍ណាតាមពិតទៅខ្ញុំស្គាល់ជាតិសាសន៍នឹងច្បាស់ជាតិសាសន៍ហ្នឹងគឺมันអាចខ្លាយទៅជាអ្នកមានបានទេបាទมันអាចទេអ្នកមានហ្នឹងក៏មិនមានច្រើនហើយសង្គមហ្នឹងក៏ពិបាកនឹងកម្លាយខ្លួនដែរព្រោះដោយសារវប្បធម៌និងសាសនាគាត់តឹងតែងពេកអត់បើកទូលាយទេអត់បើកទូលាយទេសិទ្ធិសេរីភាពនៃការធ្វើអាជីវកម្មចងដោយសាសនាចងដោយទម្លាប់ប្រពៃណីជាពិសេសស្ត្រីនឹងឯងចងខ្លាំងមែនតើកាលណាយើងនៅសង្គមហ្នឹងគឺយើងបាត់បង់ឱកាសហើយអញ្ចឹងសង្គមកម្ពុជាខ្ញុំគិតថាមិនដល់ថ្នាក់ហ្នឹងយើងមានឱកាសខ្លាំងបាទនយោបាយក៏ដូចគ្នាដែរនៅក្នុងការគ្រប់គ្រងរដ្ឋមួយដែលមាននយោបាយមិនស្ថិរភាពថ្នាក់ដឹកនាំមិនមានភាពវៃឆ្លាតក៏យើងគ្មានឱកាសដែរបាទគឺបាត់បង់ឱកាសនៅក្នុងនេះខ្ញុំរៀបរាប់ទាំងនៅក្នុងស្ថាប័នខ្លះទោះបីយើងបកកែប៉ុណ្ណាក៏ដោយយើងអត់ធ្មត់ប៉ុណ្ណាក៏ដោយយើងក៏គ្មានឱកាសដែរជឿខ្ញុំពាក្យថាការតស៊ូគង់តែបានសម្រេចដោយរឿងទេនឹងដោយរឿងទេមិនទាំងអស់ទេដោយរឿងទេបាទមេខ្លះបងឯងនៅជាមួយតតែស្លាប់ទៀតក៏វាគ្មានឱកាសដែរហ្នឹងអត់មានឱកាសទេអញ្ចឹងមនុស្សទាំងអស់មិនមែនថ្នាក់ដឹកនាំមើលតែយើងទេយើងត្រូវប្រើបញ្ញារបស់យើងក៏យើងត្រូវមើលមេរបស់យើងដែរតើមេនឹងផ្ដល់ឱកាសយ៉ាងម៉េចយើងប្រហែលជាអ្នកមិនធ្លាប់មានអាចមិនដឹងថាចរិតអ្នកមានរបៀបមិនទេតាមពិតមែនតើទៅអ្នកមានលុយមិនប្រកាសជាថាគាត់ធ្វើអ្វីដែលជោគជ័យហើយគាត់មានចរិតគាត់ល្អទេលុយឋានៈអំណាចអាចធ្វើឲ្យមនុស្សផ្លាស់ប្ដូរអាចធ្វើមនុស្សផ្លាស់ប្ដូរមនុស្សគ្រាន់តែធ្វើម៉េចឲ្យខ្លាយទៅជាអ្នកមានខ្លាយទៅជាមហាសេដ្ឋីវាជាការលំបាកមួយប៉ុន្តែការលំបាកមួយរបស់គាត់តទៅទៀតតើអារម្មណ៍គាត់ជានរណាពេលដែលគាត់ខ្លាយទៅជាអ្នកមានសំណួរហ្នឹងខ្ញុំជឿថាប្រហែលជាអញ្ចឹងសំដៅទៅលើកិច្ចការនេះអញ្ចឹងទេខ្ញុំគិតថាខ្ញុំមិនហ៊ានថាអ្នកមានណាគាត់អាក្រក់គាត់ល្អទាំងអស់ទេក៏ប៉ុន្តែមនុស្សកាលណាមានលុយគឺប្រូរចរិតធម្មជាតិផងមនុស្សគឺប្រូរនៅពេលហ្នឹងឯងប្រូរជឿខ្ញុំប្រូរបើយើងអាចខ្លាយទៅជាអ្នកមានបានហើយយើងកុំប្រូរចរិតយើងកុំប្ដូរអំនួតយើងកុំប្រូរស្អីក៏យើងជោគជ័យដែរអ្នកមានខ្លះគឺបរាជ័យដោយសារលុយច្រើនហ្នឹងឯងជឿថាមនុស្សពេលដែលមានលុយច្រើនពេលដែលមានអំណាចខ្លួនឯងខ្លាយទៅជាមនុស្សបរាជ័យឯងបរាជ័យអានេះខ្ញុំនិយាយចំណេះវិជ្ជមានណាប៉ុន្តែនៅក្នុងនោះមិនមែនមនុស្សទាំងអស់គឺអញ្ចឹងទេប៉ុន្តែខ្ញុំដឹងថាមនុស្សខ្លះគាត់ប្រើភាសាមួយដែលកាលពីនៅគាត់នៅក្រីគាត់មិននិយាយភាសានោះទេប៉ុន្តែពេលដែលគាត់មានគាត់និយាយភាសាហ្នឹងចរិតគាត់គឺប្រូនៅពេលហ្នឹងឯងអញ្ចឹងខ្ញុំសូមអំពាវនាវថាអ្នកមានទាំងអស់ខ្ញុំមិននិយាយប៉ះពាល់គាត់ទេខ្ញុំសូមថាបងប្អូននៅទីនេះអ្នកមានក៏ខ្ញុំមិននិយាយដែរប្រសិនបើអ្នកនៅទីនេះអ្នកក្របើយើងខ្លាចទៅជាអ្នកមានត្រូវរក្សានៅភាពត្រឹមត្រូវនិងគុណធម៌សច្ចធម៌នោះឲ្យបានមានលុយប្រមាណក៏ដោយបើសិនជាយើងគ្មានគុណធម៌គ្មានសច្ចធម៌ទេវាគ្មានប្រយោជន៍ទេលុយនោះគ្មានអ្នកណាដែលមានយកលុយទៅចែកគេទេជឿខ្ញុំអ្នកមានលុយច្រើនយ៉ាងច្រើនប្រោការងារគេធ្វើទេហើយបើយើងចរិតមិនល្អក៏គេមិនចង់ធ្វើការងាររបស់យើងដែរអញ្ចឹងទេគុណធម៌អ្នកមាននឹងគឺបញ្ហានៅកន្លែងហ្នឹងចរិតផងអ្នកមានហើយអ្វីដែលលំបាកមនុស្សបដូរទៅតាមស្ថានភាពបដូរជឿខ្ញុំបដូរអញ្ចឹងមនុស្សដែលអត់សារស្ថានភាពតាំងពីដើមមករហូតដល់ចុងក្រោយយើងខ្លាយទៅជាស្អីក៏ដោយមនុស្សនៅជាមនុស្សនឹងដដែលវាជាការលំបាកមិនជាការធ្វើយើងមើលគំនិតសមត្ថភាពហើយនឹងចរិតរបស់អ្នកមានការគិតផុសគាត់មានពេលខ្លះការគិតផុសគាត់ហួសពីអ្វីដែលគាត់បានធ្វើផងហួសពីអញ្ចឹងនៅក្នុងម៉ោងនេះខ្ញុំធ្លាប់ជួបធ្វើការជាមួយថ្នាក់ដឹកនាំរដ្ឋាភិបាលក៏ដូចជាថ្នាក់ដឹកនាំអ្នកដែលរកស៊ីទទួលទានដែលបានជោគជ័យនៅដល់បច្ចុប្បន្ននេះ
chưa thà ca kết phó quật một nút thua toàn này một nút thua mặt đá xong bay tại dương thua nơi ở với đại kia đã thua dương thua cài thủng từ trăm anh tên rồi lấy chân nè đại thua cao kia từ trăm không canh ca đi nè đặc non của bố để không thua cao trong còi ní miền tiền rọn tây miền tiền cầm phun đại khăng miền tiền thả bàn khăng ca kết phó quật còn tại ca kết phó quật ôi một nút thua ở toàn đi tao một nút thua mặt đá ban kết đấy bởi cách ca đại kia đã dương thua ở toàn phòng rồi lấy họ dương căn tay không phải nam mũi để dương thua ở toàn phòng chẳng được không leadership được không phép trên đại miền ca kết nâng sự ca một phép bị bạn đừng vô một phép niệm bàn à chỉ chuyên dương thua cái ca kết thua sự ca một phép đường dư để dây này mình bằng áp sai đi các bạn ta chạy trái cơ viên chẳng và được nhom trong bậc cao sala bậc đa nhom trong ấy nứng tam bất từ đại quốc nhom miền tại pi đi nhom mình trong chấm ninh lui pi ca bậc đa lần đi sự ca một phép bậc nhom trong bậc mindset hay nâng behavior nâng ấy bị dứt ở từ lươn bị unskill từ skill được bao nhiêu ngày còn đập ban đây nứng nhung cái tha dương sự bộ càng như thưa họ dương lên nom càng như châu ban này dương mưa sắp ngày đi nè đây dương admin smart đặc biệt nó cứ dương từ thưa ca ở bậc kỳ maintain cách ca sầm non cách ca như bạn đây tha cách nơi của bung song phi chán cứ chôn chết bột thêm một thưa ca như vô bị dương đại xa từ riêng skill hay nâng phụ